ចំពោះ R វេស្របចំពោះ L វេលឿនចំពោះ C វេយឺតជំរាបសួរបងប្អូនទាំងអស់គ្នាជាពិសេសសួស្តីបងប្អូនថ្នាក់ទី12ដែលត្រូវប្រឡងបាក់ឌុបឆ្នាំ2025នេះថ្ងៃនេះក៏មានលំហាត់មួយនៅក្នុងមេរៀនចរន្តឆ្លាស់លំហាត់នេះក៏ធ្លាប់ចេញប្រឡងបាក់ឌុបឆ្នាំ2023ផងដែរអញ្ចឹងយើងទៅមើលប្រធានលំហាត់របស់យើងទាំងអស់គ្នាប្រធានលំហាត់របស់យើងគឺថាគេភ្ជាប់ចុងទាំងពីរនៃកំណាត់ circuit មួយដែលមានតែកងដង្ស starter ដែលមាន capacity C ស្មើ10 microfarad ទៅនឹងតង់ស្យុងឆ្លាស់ដែលមានតម្លៃប្រសិទ្ធ V ស្មើ220 V និងមានប្រេកង់ 50A កគណនាអាំពេដង់នៃកំណាត់ circuit នេះនិងអាំងតង់ស៊ីតេប្រសិទ្ធនៃចរន្តឆ្លាស់ដែលឆ្លងកាត់ circuit ខដោយយកអាំងតង់ស៊ីតេ E ស្មើ E ឬ2 sin omega t ជាគោលចូលរកតង់ស្យុងខណៈ V រវាងគោលនៃកងដង្ស starter អញ្ចឹងមុននឹងចូលទៅដល់កំណែលំហាត់គូចង់បញ្យល់កលឹះមួយចំនួនសិនអញ្ចឹងទី1គឺយើងត្រូវស្គាល់រូបមន្តរបស់អាំពេដង់ជាមុនសិនបាទអញ្ចឹងបងដែរទី1បាទអាំពេដង់បាទចំពោះពាក្យថាអាំពេដង់នេះបើនៅក្នុងឯកសារបរទេសគឺគេប្រើសម្រាប់រេអាតង់សមមូលបាទតម្លៃសមមូលរបស់វាបានគេហៅអាំពេដង់ដល់ពេលខ្មែរយើងគេអាចហៅអាំពេដង់ចំពោះធាតុ circuit នីមួយៗបានអញ្ចឹងអាហ្នឹងជួនកាលគេអាចហៅរេអាតង់បាទរេអាតង់បាទអញ្ចឹងបើរេអាតង់គេអាចតាំង x ដល់ពេលអាំពេដង់គេអាចតាំង z អញ្ចឹងទៅអញ្ចឹងអាំពេដង់វាមានអាំពេដង់របស់ Soleil បាទឬក៏ bobine ZL ស្មើនឹង L omega ដល់ពេលចំពោះកងដង្ស starter ZC គឺស្មើនឹង1លើ C omega បាទអញ្ចឹងជួនកាលគេអាចតាំង XL L omega XC 1លើ C omega អញ្ចឹងទៅទី2ច្បាប់អូមអាហ្នឹងបើទូទៅវាហ្មងគឺ E របស់យើងស្មើ V លើ Z បាទ V លើ Z ចំពោះ circuit ដែលមានតែ air E របស់យើងអាចទៅសេស្មើ V លើ air បាទឯកសារខ្លះគេតាំង ZR ស្មើ air អញ្ចឹងទៅប៉ុន្តែចំពោះគ្រូទៅសេ air យកហ្មងអញ្ចឹងចំពោះ L យើងដូរតែ Z មកអញ្ចឹង V លើ ZL ចំពោះ C E ស្មើនឹង V លើ ZC ណាបាទដល់ពេលZ សរុបគេអាចតាំង Z ធម្មតាទៅឬក៏ពេលខ្លះបើសិនជា circuit យើងមានតែ bobine យើងអាចទៅសេ Z យកហ្មងក៏បានដែរតែបើ circuit របស់យើងវាមានទាំង Z មានទាំង C អីយើងអាចតាំង ZL ZC ផ្សេងគ្នាកុំឲ្យច្រឡំជាមួយអាសរុបទី3សមីការបាទសមីការចរន្តហើយនឹងតង់ស្យុងសមីការ E ហើយនឹង V អញ្ចឹងឧទាហរណ៍ថាបើសិនជាយើងយក E ជាគោលបាទយក E ស្មើ EM ក៏បាន E ឬ2ក៏បានដែរពីព្រោះអា E ឬ2ហ្នឹងគឺវាស្មើ EM នឹងឯង EM sin omega t ជាគោលបាទយើងយកវាជាគោលឬក៏យកវាជាអផាសបាទជាគោលហ្នឹងយើងអាចថាជាអផាសបាទអផាសហ្នឹងគឺជាអដែលមានផាសស្មើ0អញ្ចឹងនោះអីគេខ្លះតោះទី1ចំពោះ air បាទចំពោះ air គឺបងប្អូនត្រូវដឹងថាចំពោះ air V បាទហើយនឹង E របស់វាស្របផាសគ្នាអញ្ចឹង V របស់យើង V ឬ2 sin omega t បានន័យថាបើសិនជា E របស់យើងនេះវាមានផាសដើមស្មើ0 V របស់យើងក៏ផាសដើមស្មើ0ដែរបានន័យថាបើ E មិន V អញ្ចឹងណាគឺថា E ហើយនឹង V ស្របផាសគ្នាទី2ចំពោះ L V របស់យើងស្មើ V ឬ2 sin omega t តែបូក pi លើ2បូកថែម pi លើ2អញ្ចឹងបូក pi លើ2បានន័យថាចំពោះ circuit ដែលមានតែ L សុទ្ធតង់ស្យុងវាលឿនផាសជាងចរន្ត pi លើ2ចុងក្រោយចំពោះ C V របស់យើងស្មើ V ឬ
sin omega t តែដកបាទដក pi លើ2វិញហើយសួរថាអាហ្នឹងបានមកពីណាបានមកពីស្រ័យបញ្ជាក់បាទតែក្នុងនេះគ្រូដាក់យកតែម្ដងអញ្ចឹងយើងទៅចាំថាបើយក e ជាគោលចំពោះ r វេស្របចំពោះ l វេលឿនចំពោះ c វេយឺតលឿនជាង pi លើ2យឺតជាង pi លើ2ណាហើយច្រាស់មកវិញបើសិនជាយើងយក v ជាគោលវិញយើងទៅសេ e វិញអញ្ចឹង e ទៅជាស្របយឺតលឿនវិញណាតែអានេះគូយក e ជាគោលចុះតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅមើលប្រធានលំហាត់របស់យើងវិញតោះអញ្ចឹងប៉ុនមើលចម្លើយលំហាត់របស់យើងចម្លើយបាទអញ្ចឹងកប៉ុនមើលគេឲ្យយើងរកអីគេកគេឲ្យយើងគណនាអាំពេដង់នៃកំណាត់សេខ្វីបាទគណនាអាំពេដង់គណនាអាំពេដង់អញ្ចឹងអាំពេដង់របស់យើងគឺ z បាទដោយសារសេខ្វីយើងមានតែកង់ដង់សាទ័រយើងអាចដាក់ z តែម្ដងក៏បានឬក៏យើងត្រឡប់ z ដាក់ z មកនឹងអីបងមើលមាន2សំណួរណាបាទនឹងអាំងតង់ស៊ីតេនៃអាំងតង់ស៊ីតេប្រសិទ្ធនៃចរន្តឆ្លាស់អញ្ចឹងបានន័យថាគេរក e បាទចរន្តប្រសិទ្ធ e បាទ e ធម្មតាបងណាឬក៏អ្នកខ្លះគាត់ទៅសេតាមឯកសារអង់គ្លេសក៏ដាក់ ERMS ក៏បានដែរអត់អីតែនេះគូដាក់តាមសភៅក្រសួងតោះអញ្ចឹង ZC យើងប្រើតាមរូបមន្ត ZC ស្មើអីអញ្ចឹងរូបមន្ត ZC គឺស្មើ1ចែក C អូមេហ្គាអញ្ចឹងបងដាក់មក C យើងស្មើប៉ុន្មាន C របស់យើងគេឲ្យមក10បាទមីក្រូហ្វារ៉ាត់10មីក្រូហ្វារ៉ាត់អញ្ចឹងបងទៅចាំអាការប្របាយຂະຫນាតហ្នឹងណាទី1 DC បុព្វបាលវាបងទៅដឹងថា DC យើងត្រូវគុណថែម10ដក1ឧទាហរណ៍ decimet ទៅ met គុណ10ដក1ណាត្រឡប់ទៅសេជាស្វ័យគុណហើយយើងអត់ទៅសេជាតារាងដូចថ្នាក់តូចទេឧបមាថាស្វ័យគុណរបស់យើងដក9អីចឹងបងទៅសេ 0.09 ដងអត់ទេមែនទេអញ្ចឹងសេជាស្វ័យគុណមកវិសុគណនាដែរសង់ទី10ដក2មីលី10ដក3មីលីហើយមីក្រូ10ដក6ណាណូ10ដក9អញ្ចឹងចាំតើស្វ័យគុណត្រឹម9ហ្នឹងអាស្វ័យគុណដកចាំតើ9ហ្នឹងគឺអូខេបាទមាន2គោលមានអីទៀតប៉ុន្តែភាគច្រើនយើងប្រើអា5នេះយើងប្រើញឹកអញ្ចឹងបងមើលមីក្រូដកមែនដក6តែដោយសារវាមាន10នៅមុខនឹងស្រាប់អញ្ចឹង10ប្រទេសចេះបានន័យថា10ស្វ័យគុណ1ណាកាលណាគេសេ10ប្រទេសអញ្ចឹងបាន10ស្វ័យគុណ1អញ្ចឹង10ស្គុណ1ដល់ពេលអានេះមីក្រូជាមួយដក6អញ្ចឹងវាសល់ដក5ណាអញ្ចឹងគេអាចសេ10ស្វ័យគុណដក5ឬក៏1គុណ10ស្វ័យគុណដក5បាត់មីក្រូនៅសល់តែ farad អូមេហ្គាយើងគេអត់ឲ្យមកអញ្ចឹងយើងរកវាសិនអូមេហ្គាស្មើនឹង2 pi គុណនឹង s អាហ្នឹងយើងរៀនតាំងពីរលក f ប្រេកង់គេឲ្យមកប្រមាណ f បងមើល f គេឲ្យមក50 f អញ្ចឹងអូនជំនួសចូលមកជំនួសចូលអូមេហ្គាមកអញ្ចឹងយើងបានអូមេហ្គាស្មើអីបាទ2 pi គុណ50បានមែនបាទអញ្ចឹង250ដង100អញ្ចឹងដាក់មកជាប់ទាំង pi មក100 pi ຂະຫນាតអូនមើលຂະຫນាតរ៉ាត់យ៉ង់ក្នុង1វិនាទីអញ្ចឹងយើងអាចជំនួសចូល ZC បានអញ្ចឹងគេបាន ZC ស្មើអីអូនមើលគេបាន ZC ស្មើនឹង1នៅលើ C យើង1 10ដក5អីគេទៀតអូមេហ្គា100 pi អញ្ចឹងអូនមើល110សេគុណប៉ុន្មានអូន100 02បាន10ស្វ័យគុណ2 10សេគុណ2មួយ10សេគុណដក5សល់10សេគុណដក3មែនទេដក3បោះឡើងលើបូក3អញ្ចឹង10សេគុណ3យើងអាចសរសេរ1000ណាចាខាងក្រោមទុកដដែលមក1000លើ pi អ្នកខ្លះគាត់ច្រឡំឃើញ pi អត់ទុកទាំង pi តែក៏ដាក់1000 pi ខុសបាត់អញ្ចឹង1000លើ pi វានៅក្រោមដដែលຂະຫນាតរបស់វាអូមណាអូមបាទតោះយើងមើលមួយទៀតចរន្តប្រសិទ្ធបាទចរន្តប្រសិទ្ធ E អញ្ចឹងបងប្រើតាមច្បាប់អូមតាមច្បាប់អូម E ស្មើ V លើ
giật tại đây giật C ấy giật C học khơi về dân cái ai mà màn ôn mờ về bởi dân pi oi một phẩy volt chân cho nó chôn y máu chân dân bàn y smell nằng pi oi một phẩy lơ giật C mấy mỏi lơ phẩy chân dân côn bị ra về máu bà chân về chị ấy chị y smell nằng pi oi một phẩy lơ mà rồi ở sum tốt lơ một pòn đấy một pòn bà lơ một pòn chẳng group chùm luôn để chạy những đọc chạy những rồi chạy những pon nhưng con tay mình cơ biệt tại hàng mục và phần nông tung tam xôn về tới chẳng đôi giả ý mà pon xôn 7 chẳng còn là do lên những cơ biệt từ mục mình đã là đăng thả lên những cơ biệt đào mà biết là chân lên những cơ biệt đào mà biết là hàng trong viên đó nè chẳng bây giờ thấy ba đây thà bây giờ thấy chạy số nữa bà chẳng cơ biệt từ mục 7 tống nhưng do xôn đi mà đạn là này máu nè bà đạn này máu chẳng vì ta chia mảnh xôn cho pi oi một phẩyឬក៏xôn cho một phẩy pi nè một quan xôn 3 chẳng cần 3 ខ្ទង់បើ100xôn 2អង្គ2ខ្ទង់10xôn 1អង្គ1ខ្ទង់ទុកផៃដដែលមកអ៊ីគិតជាអំបែអញ្ចឹងយើងអាចថែមដូចនេះតិចមកបាទអញ្ចឹងកgiật C យើងរកឃើញមិនមែន1000បាទលើផៃអូមអ៊ីយើងមែនអូន0.22 ផៃណាបាទគិតជាអំបែចាប់សំណួរកអញ្ចឹងយើងមើលសំណួរខតទៀតខគេឲ្យយើងធ្វើអីដោយយក e ស្មើ e ឬ2 sin omega t ជាគោលចូលរកតង់ស្យុងខណៈ v រវាងគោលនៃកុងដង់អូអានេះងាយណាបាទអញ្ចឹងខរកបាទតង់ស្យុងខណៈ v បាទតង់ស្យុងខណៈ v បាទ v អញ្ចឹង v បើយើងជួនកាលគេអាចសេ v នៃ t បាទបានន័យថា v បើយើងវាជាប់បញ្ញត្តិ t ឬក៏ជាអនុគមនៃ t អញ្ចឹងយកបាទយើងដាក់តាមបំរាប់គេប្រាប់មកយក e ស្មើ e ឬ2 sin omega t ជាគោលអញ្ចឹងពេលដែលយើងយក e នឹងជាគោលតើ v យើងស្មើអីបាទគូសុំលុបខាងនេះចេញបាទអញ្ចឹងតើ v បើយើងស្មើអីអញ្ចឹងគេបានបាទនោះ v បាទស្មើនឹងអញ្ចឹង v បើយើងស្មើ v ឬ2ប៉ុន្តែ vm ក៏បានដែរ sin បាទ omega t ដក pi លើ2អញ្ចឹងចំពោះកំណត់ sequi ដែលមានតែកងដង់តង់ស្យុងវាយឺតផាសជាងចរន្ត pi លើ2តែឧទាហរណ៍ថាបើលំហាត់ហ្នឹងគេឲ្យយើងយក v ជាគោលហើយគេឲ្យទៅ ce វិញ e បើយើងត្រូវបូកថែម pi លើ2វិញណាតែនេះដោយសារគេយក e ជាគោលអញ្ចឹងបានន័យថា v បើយើងត្រូវដក pi លើ2អញ្ចឹងបើ e អត់មានអីសោះ v បើយើងត្រូវដក pi លើ2អញ្ចឹងបើ v អត់មានអីសោះ e ត្រូវបូកថែម pi លើ2វិញណាធ្វើម៉េចឲ្យe នេះលឿនជាង v នេះ pi លើ2ជានិច្ចតោះអញ្ចឹងបងចំនួនចូលមកបាទអញ្ចឹងដូចជាអត់មានគណនីលេខអីទេអូមេហ្គាមិញក៏រកឃើញដែរអញ្ចឹងដូចនេះ v បើយើងស្មើ v យើងមិញ220ដាក់ចូលមកអូនបាទឬ2 sin អូមេហ្គាយើងមិញ100 pi ណា100 pi អញ្ចឹងជាប់តេដក pi លើ2អញ្ចឹងតង់ស្យុងຂະຫນាតរបស់វាគិតជា volt អញ្ចឹងຂະຫນាតដាក់វងកញ្ចក់មកកាលណាកន្សោមអញ្ចឹងណាជាលេខចាំយើងអត់ដាក់វងកញ្ចក់បាទអញ្ចឹងអានេះជាចម្លើយរបស់យើងបាទអញ្ចឹងលំហាត់របស់យើងគឺចប់តែប៉ុណ្ណេះអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងសូមជួយចុច like ហើយនិង share វីដេអូដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូថ្មីៗទៀតអរគុណច្រើនសូមជម្រាបលា